Rương dương chập đam đồng bôngនៅពេលវេលា flashback ដែលយើងបង្ហាញឲ្យឃើញពីក្រុមទ័ពស៊ីឈ្នួលបានឡោមព័ទ្ធមន្ទីរដ៏ធំមួយរួចគេបើកបន្តិចទ្វារចូលហើយទាហានស៊ីឈ្នួលនោះដឹកនាំដោយមេទ័ពពូថៅដែលធំមួយឈ្មោះថាអាបាស៊ូសូកាប់បានដើរទៅជិតមេទ័ពនោះដោយមិនខ្លាចហើយបានកាប់គេមួយកំបិតស្លាប់បាត់ទៅកាត់ពេលនោះគឺជាទាហានស៊ីឈ្នួលពេលនោះមេទ័ពដែលបានជួគេក៏បានចង់ផ្ដល់តំណែងឲ្យកាត់ដែលធ្វើជាមេទ័ពរបស់ខ្លួនប៉ុន្តែកាត់មិនយល់ព្រមនោះទេគេក៏បានដេញតាមសុំអង្វរកាត់ហើយក៏ចាប់ដៃគេដែលធ្វើឲ្យកាត់ខឹងសម្មាជាខ្លាំងក៏បានយកលុយរួចតាចេញបាត់ទៅក្នុងអំឡុងពេលដើររកការងារថ្មីកាត់ត្រូវបានមើលឃើញដោយក្រុមទាហានស៊ីឈ្នួលមួយក្រុមដែលមានឈ្មោះថា Falcon ប្រចាស់របស់គេក៏បានសពមេក្រុមរបស់គេឈ្មោះថា Griffin ឲ្យគេចូលទៅចាត់ការកាត់ Griffin ក៏យល់ព្រមភ្លាមនោះគេក៏បានដើរទៅក្នុងអំឡុងពេលដើរទៅគេបាននិយាយថាគេនឹងមិនឲ្យអ្នកណាដើរមកបាំងផ្លូវឲ្យខ្លួនគេនិងមេរបស់គេឡើយហើយក៏ត្រូវបានផ្អាកដោយ Casca តែពួកគេមិនស្ដាប់នាងនោះទេក៏បានចូលទៅចង់សម្លាប់កាត់ក៏បានកាប់គេពីរនាក់ឲ្យរួច Griffin ឃើញបែបនេះក៏បានបញ្ជាឲ្យ Casca ចូលទៅជួយ Casca ក៏បានបាញ់ព្រួញត្រូវដៃរបស់កាត់ដែលធ្វើឲ្យកាត់វាយនាងទប់នឹងកន្លែងមួយ Griffin ឃើញបែបនេះក៏បានចេញមកប្រយុទ្ធនឹងកាត់ដោយខ្លួនឯងកាត់ឃើញបែបនេះក៏បានចូលទៅប្រយុទ្ធជាមួយនឹង Griffin ប៉ុន្តែត្រូវបាន Griffin ទប់ជាប់ជាមួយនឹងដាវទូចរបស់គាត់ហើយក៏បានចាក់កាត់ដួលសន្លប់នៅលើដីនោះទៅបន្ទាប់មកកាត់បានយល់សុបិនថាមានវិស័យដ៏ធំមួយបានដេញសម្លាប់គេក៏បានស្រែកឲ្យភពចិញ្ចឹមរបស់គេជួយដែលមានឈ្មោះថា Gambino ឲ្យគាត់ជួយប៉ុន្តែគាត់ឆ្លើយតបថាមិនអាចជួយបានទេព្រោះកាត់បានសម្លាប់គាត់បាត់ទៅហើយកាត់ក៏បានយំហើយសុំទោសទៅកាន់ឪពុករបស់គេនៅក្នុងអំឡុងពេលដែលបិសាចក្រុងឆ្អឹងកំពុងតែធ្វើបាបគេបន្ទាប់មកយើងបានឃើញថា Casca កំពុងតែគេងនៅជិតកាត់ដោយមិនមានខោអាវដោយសារតែ Griffin បានដាក់ទោសនាងជាក់ស្ដែងមុននេះ Griffin បានបញ្ជាឲ្យ Casca រក្សាសីតុណ្ហភាពកាត់ឲ្យក្តៅដោយសារគេអស់ឈាមជាខ្លាំងក៏ដូចជាការដាក់ទោសនាងផងដែរ Griffin បានបបួលកាត់ដើម្បីចូលក្រុម Falcon របស់ខ្លួនប៉ុន្តែកាត់មិនព្រមនេះទេដូច្នេះ Griffin ក៏បានបបួលកាត់ដើម្បីប្រយុទ្ធគ្នាម្ដងទៀត